สุดท้ายថ្ងៃនេះខ្ញុំមានកន្លែងមួយដែលនៅបងប្អូនទៅមើលកន្លែងនេះខ្ញុំអត់ដែលធ្លាប់ឃើញទេតែបែរបងប្អូនខ្លះក៏ធ្លាប់ឃើញបងប្អូនខ្លះបែរមិនដែលធ្លាប់ឃើញហើយកម្រនឹងបានឃើញទៀតផងព្រោះកន្លែងនេះសម្ងាត់គេហៅថាក្រោលរោមៀជាកន្លែងក្រោលមួយដែលដាក់គោដាក់សត្វដាក់ដំរីអីចឹងណាតែដែលសារតែបាត់ឈ្មោះអត់ដឹងថាឈ្មោះប្រកាសក៏គេដាក់ថាក្រោលរមៀទៅហើយកន្លែងនេះមានតម្រង់មូលប្រហែលជា100ម៉ែត្រមូលចឹងណាមកយើងនិយាយថា100ម៉ែត្រ4ជ្រុងដោយអត់ត្រូវទេ100ម៉ែត្រមូលតែម្ដងដឹងនិយាយថាម៉េចហើយនេះច្រាក់ចូលទៅកន្លែងក្រោលរមៀនោះមានរនាំងខាំងលបងជុំវិញសិតតលបងថ្មបាយក្រៀមបែបនេះហើយលបងជុំវិញបាក់បែកអស់ហើយនេះបាក់បែកប៉ុន្តែយើងអាចមើលដឹងថាមានតម្រង់មូលជុំវិញជាមួយនឹងថ្មបាយក្រៀមហើយនៅក្នុងហ្នឹងមានដើមឈើដោះពីមុនផែជាគ្មានដើមឈើនៅក្នុងហ្នឹងទេដូចជាកន្លែងក្រោលមួយដាក់សัตว์ធំដូចជាសត្វដំរីសត្វរមាសអីចឹងណាប៉ុន្តែខ្ញុំសួរមិត្តភ័ក្ដិខ្ញុំថានៅស្រុកខ្មែរយើងអត់មានរមាសទេមាននៅតែនៅអាហ្វ្រិកខាងត្បូងហើយគាត់ថាជាកន្លែងដាក់ដំរីខ្ញុំបកែកគ្នាមួយគាត់ដែរថាកន្លែងដាក់ដំរីអីបើគេដាក់ថាក្រោលរមាសហើយមានន័យទៅដាក់រមាសហើយគាត់ថាកាលពីមុនហ្នឹងគេរកឈ្មោះអត់ឃើញចឹងបានគេដាក់ថាក្រោលរមាសកន្លែងហ្នឹងសំតដាក់សត្វមានតែដាក់ឲ្យសត្វរត់ជុំវិញកុំឲ្យសត្វចេញបានអញ្ចឹងណាគេឃុំជុំវិញហើយមូលសត្វថ្មអីក្រៀមប៉ុន្តែចែកដានអីវាច្រើនឆ្នាំច្រើនសតវត្សមកហើយក៏បាក់បែកអស់អញ្ចឹងណាខ្ញុំមិនបានរៀនពីប្រវត្តិទេខ្ញុំគ្រាន់តែការស្មានរបស់ខ្ញុំអញ្ចឹងណាតែមិត្តភ័ក្ដិខ្ញុំម្នាក់ទៀតនោះគាត់ចេះប្រវត្តិសាស្ត្រគាត់អានប្រវត្តិសាស្ត្រច្រើនអីចឹងណាគាត់ដឹងច្រើនជាងខ្ញុំឆ្ងាយគាត់ព្រោះគាត់អានសិភៅគាត់ស្រាវជ្រាវអីអញ្ចឹងណាហើយខ្ញុំអ្នកជំរាបផ្ទាល់គ្មានដឹងស្អីទេហើយមកតាមគាត់នេះជាលើកទី1ហើយដែលខ្ញុំបានឃើញកន្លែងនេះក្នុង2026នេះនោះមិត្តភ័ក្ដិខ្ញុំកំពុងតែដើរគាត់ជន់ជាតិអង់គ្លេសសម្រាប់ខ្ញុំវិញខ្មែរសតគ្មានដឹងស្អីទេតែក៏ចម្លែកចិត្តដែលសាបខ្ញុំបានឃើញអ្វីដែលថ្មីក្នុងថ្ងៃនេះហើយក្នុង2026នេះតាមតែខ្ញុំកើតជាង40ឆ្នាំហើយខ្ញុំអត់ដឹងថាមានកន្លែងនេះទេនេះជាលើកទី1ហើយដែលខ្ញុំបានឃើញហើយក្នុង2026នេះក៏ព្រោះតែគាត់ណែនាំខ្ញុំមកហើយចម្លែកដែរហើយខ្ញុំបានឃើញអ្វីដែលថ្មីថ្ងៃនេះខ្ញុំនឹងបងប្អូនទៅមើលកន្លែងថ្មីដែលយើងមិនដែលធ្លាប់ឃើញតែកន្លែងហ្នឹងវាមានយូរឆ្នាំសតវត្សណាទៅហើយតែអ្នកខ្លះអត់ដឹងទេតែអ្នកខ្លះក៏ដឹង